គាត់ផារ៉ាដាយគឺខាងគាត់កំពុងតែរៀបចំកន្លែងលេងទឹកកន្លែងជីកង់កន្លែងបណ្ណាំងទូឬក៏កន្លែងកំសាន្តផ្សេងជាដើមមួយវិញទៀតបងប្អូនទាំងអស់គ្នាបើតលេងនៅទីនឹងអាចតលេងនៅសួនសត្វគាត់បានឲ្យមកមុខពពែនេះដូចមុខមុតភ័ក្រណាគេទេណូនៅទីនោះក៏មានសួនផ្កាដែរតែផ្កាគាត់នឹងគឺទប់នឹងបានដាំទេបន្ទាប់តែពួកខ្ញុំបានទៅមើលសួនសត្វជាមួយនឹងកន្លែងដាំផ្ការបស់ពួកគាត់ហើយពួកខ្ញុំក៏បានមកកន្លែងឋានសួគ៌តារាគាត់ផារ៉ាដាយវិញដើរនៅលើស្ពានបេះដូងជុំគ្នាថតរូបលេងអីចឹងទៅបើនិយាយពីថ្ងៃខ្ញុំទៅទេសភាពនៅទីនោះពេលល្ងាចឡើងខ្យល់ធ្លាក់មកត្រជាក់ហើយបងប្អូនទាំងអស់គ្នាឃើញតង់ក្រហមនឹងអត់គឺជាកន្លែងលេងទឹកដល់ថ្ងៃហ្នឹងគេនឹងមានតប្រព័ន្ធទឹកស្អាតដាក់ទឹកចូលនៅក្នុងតង់នេះហើយមួយវិញទៀតបងប្អូនទាំងអស់គ្នាពេលមកលេងនៅទីហ្នឹងចង់ស្នាក់នៅទីហ្នឹងក៏បានដែរតែនៅកន្លែងគាត់ក៏មានប្រភេទទេសនាដែរមានប្រភេទទេសនាជាផ្ទះឈើហើយនិងប្រភេទទេសនាជាប្រភេទឫស្សីបន្ទាប់តែពីពួកខ្ញុំបាននាំបងប្អូនទាំងអស់គ្នាទៅមើលទេសនាហើយមកវិញហេវនាំគ្នាញ៉ាំបុកល្ហុងអ៊ីនៅទល់មុខជាមួយនឹងត្រាវគាត់ផារ៉ាដាយនឹងហ្មងទៅកន្លែងគាត់មានលក់កាហ្វេភេសជ្ជៈហើយនឹងរបស់របរញ៉ាំផ្សេងទៀតហើយបន្ទាប់ពីបានញ៉ាំបុកល្ហុងអីរួចអស់ហើយពួកខ្ញុំក៏បាននាំគ្នាមកអង្គុយលេងនៅមាត់ទឹកនៅកន្លែងហ្នឹងអញ្ចឹងទៅនិយាយគ្នាពីនេះពីនោះមិនទាន់បានប៉ុន្មានផងមេឃក៏ចាប់ផ្ដើមយប់ហើយពួកយើងក៏បានប្រកាសជាមួយនឹងភ្លើងកប់បន្ទាប់មកទៀតយើងក៏បានយកសាច់យកអីមកអាំងជុំគ្នាអញ្ចឹងទៅដោយសារតែយើងក៏នៅញ៉ាំបាយពេលល្ងាចនៅនឹង